សុជីវធម៌ទី1គេហាមក្នុងទីប្រជុំហ្នឹងគេអត់ឲ្យយកដៃមកលូកកេះច្រមុះទេអានឹងសំខាន់ណាស់មកលូកដៃកេះច្រមុះកណ្ដាលប្រជុំហ្នឹងទី2គេហាមមិនឲ្យយកដៃមកជូតអាចភ្នែកកណ្ដាលទីប្រជុំហ្នឹងទី3ហាមមិនឲ្យមកខ្វះអតិជាកណ្ដាលប្រជុំយ៉ាងហ្នឹងទី4ហាមមិនឲ្យយើងបរិភោគឬឆាន់អាហារទៅថ្មិញយើងមានជាប់ដោយសាច់ព្រះអាហារហ្នឹងបើសិនណាវាជាប់ល្មមមិនសូវទៅពេកទេអត់ធ្មាត់សិនទៅតែបើសិនវាជាប់នោះធ្វើឲ្យពិបាកខ្លាំងពេកយើងត្រូវការចាក់ទើតយកសាច់ដែលវាជាប់ថ្មិញយើងចេញគួរយើងក្រោកចេញពីទីប្រជុំដែលគេកំពុងបរិភោគអាហារទៅកាន់ទៅខ្វេះទៅឆ្កឹះចេញទៅកុំទៅខ្វេះឆ្កឹះកណ្ដាលដែលគេប្រជុំដែលគេបរិភោគអាហារហ្នឹងគេខ្ពើមបើពួកអរ៉ុបវិញក្នុងទីប្រជុំឃើញយើងទៅលូកច្រមុះកេះអាចភ្នែកអាចជាគេស្រែកផ្លិតមាត់ផ្លិតកខ្លះគេក្អួតគេចង្អោទៀតប៉ុណ្ណឹងសំខាន់ណាស់សុជីវធម៌ហ្នឹងតែសម្រាប់យើងអត់សូវដឹងទេបានជាក្នុងការនេះយកអំពីសុជីវធម៌ក្នុងទីប្រជុំហ្នឹងមកទូលថ្វាយប្រគេននិងជំរាបក្នុងនាមជាមិត្តរួមជាតិរួមសាសន៍រួមទឹកនឹងឲ្យដឹងដើម្បីឲ្យមានកិត្តិយសថ្លៃថ្នូរក្នុងទីប្រជុំនឹងសំខាន់ណាស់តែយើងអត់ដឹងទេប៉ុន្តែថ្ងៃនេះក៏ជួបជុំគ្នាហើយក៏និយាយរឿងវិសុទ្ធជីវធម៌ដើម្បីឲ្យរៀនសូត្រព្រះអង្គគិតមើលគេប្រើពាក្យថាអច្ចមោអាចភ្នែកអាចត្រជាសត្វពាក្យអាចហ្នឹងម្ល៉េះពាក្យដែលថាអាចគឺជារបស់ដែលស្មោកគ្រូគួរឲ្យខ្ពើមណាស់ព្រោះរូបរាងកាយរបស់យើងពោពេញទៅដោយគ្រឿងអសុភខាងក្នុងហ្នឹងព្រះអង្គមើលទ្វារ9ហ្នឹងជាប្រឡាយសម្រាប់បង្ហូរបញ្ចេញគ្រឿងស្មោកគ្រោកពីកាយខ្លួនរបស់យើងហ្នឹងទ្វារ9នៅភ្នែក2ច្រមុះ2តិច2មាត់1ហើយទ្វារតូចមួយទ្វារធំមួយហ្នឹងអានេះសត្វតែជាប្រឡាយដែលបង្ហូរគ្រឿងស្មោកគ្រោកមកបើអញ្ចឹងយើងត្រូវថែរក្សាសុជីវធម៌ឲ្យបានល្អក្នុងសង្គមជាតិរបស់យើងបើយើងទៅប្រព្រឹត្តក្នុងទីប្រជុំបើពួកបរទេសគេឃើញគេនិយាយដើមយើងងាប់ហើយតែគេនិយាយដើមរឿងមិនអស់ខូចកិត្តិយសជាតិរបស់យើងណានឹងសំប្រកេនសំជម្រាបជូនចាខ្លីប៉ុណ្ណឹងដែរ